Camera នៅពេលដែលឆ្លងហើយព្យាបាលជាហើយតែអាចកើតវិញដែរអត់បើសិនជាព្យាបាលជាដាច់វាអត់កើតមកវិញទេគឺវាអត់បានរើមកវិញទេពីព្រោះអីវាអស់មេរោគប៉ុន្តែករណីសួរថាអាចកើតទៀតអត់កើតបើសិនជាករណីយើងឆ្លងមកមានន័យថាយើងបានឆ្លងមេរោគនឹងមកសារជាថ្មីជាលើកទី2តែបងខ្លះគាត់គិតថាគាត់ព្យាបាលជាតែធៀបពិតវាបានជាមេរោគនៅវាគ្រាន់តែបានមកអន់មកធូបយើងវាច្រឡំកន្លែងហ្នឹងច្រឡំថាជាតែធៀបពិតអត់ជាគ្រាន់តែអន់ធូហើយមួយទៀតមេរោគកាមេរ៉ូវាមានរយៈពេលរបស់វាចារយៈពេលដំបូងរយៈពេលកណ្ដាលហើយនិងរយៈពេលចុងក្រោយចាអញ្ចឹងជាទូទៅរយៈពេលកណ្ដាលហ្នឹងគឺពិបាកសម្គាល់មានន័យថាដល់ដំណាក់កាលសង្ងំនិងមេរោគសង្ងំវាចាប់ដើមធ្វើទុកយើងពីក្នុងមកវិញចាបងខ្លះគាត់សម្គាល់ហើយហ្នឹងហើយគាត់ថាខ្ញុំកើតត្បូងត្បូងញ៉ាំថ្នាំដល់ខ្ញុំគាត់ថាជីអីតែសិនជាអត់មានថ្នាំដែលអាចទៅសម្រាប់មេរោគពីក្នុងឲ្យអស់ទេវាអាចជីដាច់ឯងពពុះមេរោគកាមេរ៉ូហ្នឹងលុះត្រាតែអស់មេរោគនឹងអាចជីដាច់ឯងករណីដែលពិបាកសម្គាល់គឺករណីសង្ងំចាសង្ងំហ្នឹងវាប៉ះពាល់ផ្សេងត្បូងពេលឆ្លងត្បូងវាធ្វើទុកតម្រងនោមទៅចាពេលយូរទៅតម្រងនោមវាអត់សូវធ្វើទុកខ្លាំងទេប៉ុន្តែយើងអត់សម្គាល់មើលទេចាយើងអត់សម្គាល់ថាវារលាកអីខ្លះចាវាចាប់ដើមទៅធ្វើទុកឆ្អឹងមកយើងគួរឆ្អឹងអីផ្សេងឲ្យបងចាប់ដើមលះលហើយអស់កម្លាំងសារជួយក្បាលវើមកអសែសក់ក្នុងខ្លួនពិបាកក្នុងការកេងបាត់បង់ចំណងផ្លូវភេទខ្ញុំនឹកបាត់បង់អារម្មណ៍តែម្ដងគាត់ដឹងថាសុខភាពគាត់ប្រែប្រួលក៏ប៉ុន្មានប៉ុន្តែគាត់មិនគិតថាដោយសារមេរោគអស់ហ្នឹងឯងធ្វើទុកគាត់គិតថាគាត់កើតជំងឺអីផ្សេងអញ្ចឹងគាត់អត់បានយល់ពីគេថាពីវត្តនៃពួកមេរោគកាមេរ៉ូគេអញ្ចឹងបងប្អូនជួបបញ្ហានឹងច្រើនទេកុំប្រែប្រាំងទុកដល់យូរតែយូរទៅដល់ដំណាក់កាលមេរោគសង្ងំគឺពិបាកបងពិបាកព្យាបាលក៏ត្រូវការពេលយូរដែរ